Audition ជាបន្តបេក្ខជនបន្ទាប់នេះបានជំនះនៅឧបសគ្គជាច្រើនដើម្បីសម្រេចនៅបំណងប្រាថ្នារបស់ខ្លួនតែនៅពេលនេះគាត់កំពុងស្ថិតនៅលើផ្លូវដែលនាំគាត់ទៅរកភាពជោគជ័យហើយបាទឈ្មោះសិរតនៈមានអាយុ24ឆ្នាំជាបេក្ខជនមកពីខេត្តកំពង់ឆ្នាំងសម្រាប់រតនៈគិតថាសិល្បៈមាននៃសារៈសំខាន់យ៉ាងណាខ្លះសម្រាប់បង បើនិយាយពីសិល្បៈខ្ញុំគិតថាវាទលំទលាមានច្រើនប្រភេទណាបើនិយាយពីបងគឺបងគឺសាងសិល្បៈចម្រៀងហើយវាជាក្តីសម័យរបស់បងតាំងពីតូចគឺថាចូលចិត្តច្រៀងតែម្ដងហើយខ្ញុំក៏ឃើញការគ្រប់គ្រងលើកទឹកចិត្តពីអ្នកជំនាញខ្លួនពីបងដែលនៅជំនាញខ្លួនខ្ញុំក៏គិតថាខ្ញុំនឹងខំប្រឹងធ្វើវាម្ដងទៀតធ្វើឲ្យល្អតាមអ្វីដែលខ្ញុំអាចធ្វើបានបាទហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាបេក្ខជនជ័យលាភីបន្តទៅទៀតខ្ញុំនឹងធ្វើវាឲ្យបានមិនដែលសម្រងទឹកភ្នែកជួបជុំពេលនេះទុកធ្ងន់ពន់ហូរនិស័យទឹកភ្នែកបងហូរជ្រងខ្សងកាយចិត្តអត់យល់នៃចែកនឹងសំដីស្រីបានរាយរំនៃសិនក្តៅស្រងហូរដានជាប់ជាលើកដំបូងនៃការឈឺចាប់ផ្ដើមស្នេហ៍ទី1ផ្ដើមចិត្តខំទាំងវិបត្តិដោយនៅរស់តែចិត្តស្លាប់ប្រវត្តិគ្មានន័យមិនយល់ចិត្តដឹកមានស្នួនផ្លូវបដូរចិត្តថ្មីកុំត្រឹមតាមការគីរូបលេងតណ្ហាបេងដូងមួយនេះសឹងខ្សួលឆ្លងទឹកនេត្រាផ្ដើមស្រឡាញ់ផ្ដើមទុកថាស្នេហាលះក៏កិនកាเดือดเสียไม่เคยเนี่ยขอเชียงปรวงเป๊ะนะเชียงปรวงเป๊ะอะไรนี่อันยัดส่วนนี้ช่วยอ้อนឈ្មោះរតនៈបងរតនៈអូរតនៈទៀតរតនៈមួយហើយកប៉ាត់ជាមែនតើរតនៈលេងហ៎រត់ដងអីនៅផ្ទះអីគឺចូលចិត្តរហូតហ្មងមិនថានៅផ្ទះមិនថានៅកន្លែងណាបងតែទំនេរអូចូលចិត្តអូខេតែប៉ុន្តែសម្លេងអូនបងស្ដាប់តាំងពីចេញដំបូងប៉ុន្តែផ្ទៀងស្ដាប់ទៅពេលយូរទៅកាន់តែមានអារម្មណ៍ថាអូយព្រោះខ្លាំងណាស់ត្រូវចិត្តរបស់នេះខ្ញុំតែម្ដងអរគុណបាទរតនៈអញ្ចឹងណាបាទបងទីកន្លែងកំណើតនៅណាទេអូននៅខេត្តកំពង់ឆ្នាំងបងកំពង់ឆ្នាំងណាបាទនៅកំពង់ឆ្នាំងសលេងបងល្អដូចភេងអញ្ចឹងសេចមកដំបងស្មានតែម្ចាស់ដើមតើសលេងល្អបាទហើយឃើញកញ្ញាពេជ្រភាគាត់ចាត់យកហើយសម្រាប់សម្លេងបងស្រឡាញ់ហើយអញ្ចឹងសម្លេងមួយនេះកញ្ញាពេជ្រភានឹងប្រាប់ណាពីវិធីក៏ដូចជាលោកគ្រូគាត់នឹងបង្ហាត់បង្ហាញបងថែមទៀតដើម្បីឲ្យបងបានជោគជ័យនៅក្នុងកម្មវិធី The Voice Cambodia ខំប្រឹងឡើងអូនបាទអរគុណបងអត់អស់ចិត្តដែរអត់អស់ចិត្តដែរសម្រាប់បងផ្ទាល់គឺបងសប្បាយចិត្តដោយសារប្អូនបានក្លាយជាកូនក្រុមរបស់កញ្ញាពេជ្រសុភាបាទដូចគ្នាអត់អីទេសូមធ្វើការតាំងចិត្តឲ្យសង្ឃឹមថា
គាត់ពិតជាជួយបងអូនឲ្យទទួលបានជោគជ័យជំនះនៅក្នុងការប្រកួតនេះអរគុណបងអូនបាទអូយរតនៈថៃអូនបាទបងបាទមកពីកំពង់ឆ្នាំងចិត្តយើងដែរចិត្តពេញណាបាទបងពុតជាចំណែនកញ្ញាពេជ្រសុភាដល់ឥឡូវនេះបងអាចដូរបានទេរតនៈមានភាពជឿជាក់មែនតើសម្រាប់ការច្រៀងសម្រាប់កាយវិការហើយអត់ភ័យទៀតត្រូវអត់ភ័យទេណាគិតថាមិនភ័យប៉ុន្តែបេះដូងងត់ធ្វើញាប់ពេកធ្វើខ្ញុំតែហាមអត់ល្អសរសើរអូនភ័យឲ្យបងអូនអាចទប់អារម្មណ៍បានបាទមិញល្អមែនតើអញ្ចឹងរតនៈនៅមានល្អជាងនឹងទៀតតែអូខេឥឡូវវិញថាអត់អាចស្ដាយក្រោយទេអត់អាចស្ដាយក្រោយបានទេវាដូរគ្នាណាណូតែចិត្តដូចគ្នាអូយស្ដាយនេះអរគុណច្រើនណាកុំខ្លាំងពេកកុំគៀកគ្នាខ្លាំងពេកចាគាត់មានសមត្ថភាពល្អហេអូតាមដល់មែនអរតាមដល់សម្រាប់វឌ្ឍនៈវិញគឺសម្ដីរបស់គាត់គឺនឹងខ្ញុំពេញចិត្តហើយអ្វីដែលសំខាន់ជាងនោះទៀតនោះគឺមានតែនឹងខ្ញុំម្នាក់ទេដែលចុចយកគាត់អាចចំណែកឃើញផ្សេងៗគឺមិនបានចុចទេដូច្នេះគាត់គឺជារបស់ខ្ញុំដោយស្វ័យប្រវត្តិបងស្វិតស្វាយនៅក្នុងការគិតពេកបាទបាញ់ហ្នឹងគឺយើងតឹងរឹងពេកសឹងតែថាបន្ថយបើសិនជាបន្ថយគឺមិនឲ្យបានទៅដៃកញ្ញាពេជ្រសុភាទៅតែយកមកធ្វើជាកូនក្រុមខ្ញុំតបានតែគាត់មានភាពជឿជាក់ហើយក្លាហានគឺខ្ញុំកំពុងតែមកប្រកួតជាមួយនឹងកម្មវិធី The Voice Cambodia បាទហើយឡើងក៏បានជួបជុំឡៃនេះសិនហើយខ្ញុំមានអារម្មណ៍ថាសប្បាយខ្លាំងណាស់ជូនបងឲ្យជុំវា100ទៀតណាជូនបងអរគុណច្រើនបងប្អូនអរគុណជូនបងអូខេទីបំផុតរតនៈអាចធ្វើបានយ៉ាងល្អគាត់ធ្វើឲ្យខុសសុភាជ្រើសរើសយករូបគាត់បន្ទាប់ពីជ្រើសរើសនៅយុគនេះក្រុមនីមួយៗមានសមាជិកចូលរួមជាបន្តបន្ទាប់ខូចសវណ្ណរាជទទួលបានកូនក្រុម2នាក់ទៀតសរុបបាន6នាក់ខូចសុភាទទួលបាន4នាក់សរុប9នាក់ដែលមាន2នាក់ច្រៀងជាគូខូចណុកបាញ់រិទ្ធទទួលបាន2នាក់សរុបបាន7នាក់និងខូចកញ្ញាទទួលបាន1នាក់សរុបបាន4នាក់ប៉ុណ្ណោះនៅសប្តាហ៍ក្រោយវគ្គ The Blind Audition នៅតែបន្តការប្រឡងប្រជែងកាន់តែក្តៅគគុះកាន់តែតានតឹងបេក្ខជននៅមានច្រើនតែចំនួនកូនក្រុមដែលត្រូវជ្រើសរើសមានកំណត់ដូច្នេះខូចត្រូវប្រឹងប្រែងរកឲ្យគ្រប់ចំនួនដែលកម្មវិធី The Voice Cambodia បានកំណត់ The Voice Cambodia